ឆ្នៃត្រកួនទំពាំងនិងដើមចេកផលិតធ្វើទៅជាជីទឹករូបមន្តអាសូតជួយពន្លឿនការលូតលាស់របស់ដំណាំបានគ្រប់ប្រភេទនៅក្នុងវីដេអូមុនខ្ញុំបាននិយាយអំពីរបៀបនៃការកែច្នៃសណ្តែកសៀងដើម្បីផលិតធ្វើទៅជាជីទឹករូបមន្តអាសូតហើយក៏មានបងប្អូនមួយចំនួនបានខមមិនថាពិបាករកទិញសណ្តែកសៀងពីព្រោះគាត់នៅស្រុកសាជាការពិបាករកទិញហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងនាំបងប្អូនទៅដឹងអំពីវិធីងាយមួយទៀតដែលអាចផលិតជីទឹករូបមន្តអាសូតបានដូចគ្នាដែលបងប្អូនប្រើប្រាស់ត្រឹមតែត្រកួនត្រពាំងនិងដើមចេកទេអញ្ចឹងខ្ញុំជឿថាវត្ថុធាតុដើមទាំង3នេះបងប្អូនអាចរកបានដោយងាយនៅក្រៅផ្ទះរបស់បងប្អូនមុននឹងចូលទៅដល់របៀបនៅក្នុងការផលិតជីទឹករូបមន្តអាសូតដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលូតលាស់របស់ដំណាំគ្រប់ប្រភេទបងប្អូនត្រូវដឹងអំពីសារៈសំខាន់នៃសារធាតុចិញ្ចឹមអាសូតជាមុនសិនដោយសារតែអាសូតគឺជាសារធាតុចិញ្ចឹមដែលជួយចិញ្ចឹមទៅលើដំណាំនិងស្លឹករបស់ដំណាំហើយវាជួយពន្លឿនការលូតលាស់របស់ដំណាំគ្រប់ប្រភេទមានន័យថាបងប្អូនផលិតតែមួយគឺបងប្អូនអាចប្រើបានគ្រប់ដំណាំទាំងអស់មិនត្រឹមតែប៉ុណ្ណោះនៅក្នុងសារធាតុចិញ្ចឹមអាសូតគឺវាមានសារធាតុនៃសារធាតុ chlorophyll ដែលវាជួយជំរុញឲ្យរុក្ខជាតិនឹងមានពណ៌បៃតងនិងជួយនៅក្នុងការធ្វើរស្មីសំយោគរបស់រុក្ខជាតិផងដែរនៅក្នុងការធ្វើរស្មីសំយោគនេះវានឹងបង្កើតថាមពលឲ្យដំណាំរបស់បងប្អូននឹងលូតលាស់បានល្អហើយក៏ផលិតផ្លែផ្កាបានល្អផងដែរបងប្អូនអាចសង្កេតមើលដំណាំរបស់បងប្អូនថាវាខ្វះសារធាតុអាសូតតាមរយៈស្លឹករបស់វាឡើងពណ៌លឿងហើយដើមរបស់វាមានសភាពក្រិនហើយវាឲ្យផ្លែតិចណាបងប្អូនដើម្បីផលិតជីទឹកសារធាតុអាសូតដែលអស់លុយតិចបានទីមួយបងប្អូនត្រូវតែត្រៀមគ្រឿងផ្សំជាមុនសិនដែលគ្រឿងផ្សំហ្នឹងគឺបងប្អូនត្រូវមានទំពាំងប្រឡូកដើមចេកណាមកល្មមបងប្អូនអាចប្រើប្រព័ន្ធនៅក្នុងវីដេអូនេះក៏បានហើយគ្រឿងផ្សំទី3គឺត្រកួនហើយគ្រឿងផ្សំទាំងទំពាំងដើមចេកដូចជាត្រកួនហ្នឹងបងប្អូនស្រុបចូលគ្នាឲ្យបាន3គីឡូក្រាមបងប្អូនហើយស្កររងូចំនួន1គីឡូទឹកអតិសកុំប្រាណសម្បកម្នាស់ចំនួន100មីលីលីត្រជីទឹកអតិសកុំប្រាណសម្បកម្នាស់នេះបងប្អូនអាចទៅមើលវីដេអូរបស់ខ្ញុំពីមុនមកបានខ្ញុំបានប្រាប់ពីរបៀបនៅក្នុងការធ្វើឲ្យងាយទេហើយសឹងថាมันចំណាយលុយទេបើសិនបងប្អូនអាចទៅសុំសម្បកម្នាស់ពីផ្សារបានណាយកមកធ្វើមកទុកប្រើឲ្យវាមានអត្ថប្រយោជន៍ច្រើនទៀតហើយគ្រឿងផ្សំចុងក្រោយគឺជាទឹកប្រមាណជា2លីត្រដោយរបៀបនៃការធ្វើបងប្អូនយកគល់រងូដែលយើងបានត្រៀមចំនួន1គីឡូហ្នឹងយកវាចាក់នៅក្នុងធុងដែលយើងត្រៀមសម្រាប់ធ្វើការផ្អាប់បន្តមកទៀតបងប្អូនចាក់ទឹកអតិសកុំប្រាណសម្បកម្នាស់ចូលទៅប្រហែលជា100មីលីលីត្រហើយបងប្អូនកូរវាឲ្យសព្វបន្តមកទៀតបងប្អូនសាប់ដើមចេកសាប់ហើយយើងកាត់វាជាតូចៗណាបងប្អូនហើយនឹងទំពាំងហើយកាត់ត្រកួនជាកណាត់ទៅហើយយើងដាក់ចូលទៅលបាយទាំងអស់ហ្នឹងចូលទៅក្នុងធុងទាំងអស់ហើយបងប្អូនកូរវាឲ្យសព្វបន្ទាប់ពីកូរវាឲ្យសព្វហើយបងប្អូនទុកលបាយទាំងអស់ហ្នឹងទាំងទំពាំងដើមចេកត្រកួនស្កររងូដូចជាទឹកអតិសកុំប្រាណសម្បកម្នាស់ហ្នឹងនៅក្នុងធុងហ្នឹងយើងកូរវាឲ្យសព្វហើយបងប្អូនទុកវាចោលរយៈពេល15ថ្ងៃឬក៏ច្រើនជាងនេះក៏បានដែរបន្ទាប់ពីបងប្អូនទុកបាន15ថ្ងៃឬក៏20ថ្ងៃទៅតាមរយៈពេលបងប្អូនអាចចាំបានបងប្អូននឹងទទួលបានជីទឹករូបមន្តអាសូតដែលយើងអាចប្រើប្រាស់ជំនួសឲ្យជីអ៊ីរ៉េបានដែរបន្ទាប់ពីចាំអស់រយៈពេល15ទៅ20ថ្ងៃហើយបងប្អូននឹងទទួលបានជីទឹករូបមន្តអាសូតដែលយើងអាចប្រើប្រាស់ជំនួសនឹងជីអ៊ីរ៉េបានហើយបងប្អូនទៅដឹងពីរបៀបនៅក្នុងការប្រើប្រាស់ដែរអញ្ចឹងនៅពេលដែលយើងប្រើប្រាស់បងប្អូនសម្រាប់យកទៅទឹកណាហើយផ្នែកកាកហ្នឹងយកទៅដាក់នៅតាមគល់ដំណាំរបស់យើងទៅហើយចំពោះទឹកហ្នឹងគឺយើងទៅដួសវាមួយស្លាបព្រាបាយមកហើយលាយជាមួយនឹងទឹក20លីត្របាញ់ឬក៏ស្រោចនៅលើដំណាំដែលបងប្អូនគិតថាវាកំពុងតែខ្វះជាតិអាសូតណាបងប្អូនហើយចំពោះការបាញ់គឺយើងមិនត្រូវបាញ់វាជារៀងរាល់ថ្ងៃទេបងប្អូនត្រូវបាញ់ចន្លោះពី5ទៅ7ថ្ងៃម្ដងបើសិនបើយើងមើលឃើញថាដំណាំបងប្អូនហ្នឹងគឺខ្វះសារធាតុអាសូតខ្លាំងប៉ុន្តែបើសិនបើវាមិនសូវជាខ្វះខ្លាំងទេបងប្អូនអាចបាញ់មួយសប្តាហ៍ទៅ2សប្តាហ៍ម្ដងទៅតាមតម្រូវការជាក់ស្ដែងរបស់វាអញ្ចឹងសម្រាប់រូបមន្តនៃការផលិតជីទឹករូបមន្តអាសូតដែលយើងអាចផលិតបានពីត្រកួនទំពាំងក៏ដូចជាពីដើមចេកគឺខ្ញុំមានតែប៉ុណ្្នេះទេហើយលើកទឹកចិត្តបងប្អូនមិនបាច់ចាំធ្វើច្រើនទេបើសិនបងប្អូនចង់ប្រើទៅជាលក្ខណៈគ្រួសារយើងធ្វើតិចបានហើយករណីថាយើងធ្វើច្រើនផលិតផលដែលយើងផលិតដោយមានសារធាតុចិញ្ចឹមទុកបានយូរទាំងអស់ហ្នឹងគឺវាអាចទុកបានដូចជីគីមីអីទេបងប្អូនអញ្ចឹងយើងធ្វើល្មមទៅប្រើបានហើយកាលណាតែយើងទុកយូរគឺវាអាចបាត់បង់គុណភាពអញ្ចឹងគិតមើលឃើញថាតើតម្រូវការនៅក្នុងផ្ទះឬនៅក្នុងចក្ររបស់បងប្អូនប៉ុណ្ណាយើងធ្វើតម្រូវប៉ុណ្ណឹងទៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេអរគុណបងប្អូនដែលតែងតែគាំទ្រវីដេអូរបស់ខ្ញុំកន្លងមក